Greenland គឺជាកោះដែលមានទំហំធំជាងគេនៅលើពិភពលោកជាទូទៅកាលណាគេនិយាយអំពីដែនកោះដែលធំជាងគេនៅលើលោកគេតែងតែគិតទៅដល់ដែនដីនៃប្រទេសអូស្ត្រាលីដែលមានក្រឡាផ្ទៃគ្របដណ្ដប់លើផ្ទៃដីដល់ទៅជាង7លានគីឡូម៉ែត្រការ៉េក៏ប៉ុន្តែសម្រាប់អូស្ត្រាលីត្រូវបានចាត់ថ្នាក់ថាជាទ្វីបជាជាងកោះក្នុងចំណោមទ្វីបទាំង7របស់ពិភពលោកអូស្ត្រាលីគឺជាទ្វីបតូចបំផុតម្ល៉េះហើយសម្រាប់នាមជាកោះគឺ Greenland នេះឯងដែលមានក្រឡាផ្ទៃសរុបជាង2លានគីឡូម៉ែត្រការ៉េកោះ Greenland ប្រមាណជា 80% គឺពោពេញទៅដោយទឹកកកព្រោះវាស្ថិតនៅជាប់ជាមួយនឹងប៉ូលខាងជើងនិងជាព្រំដែនចែករវាងតំបន់អាร์កតិកនិងមហាសមុទ្រអាត្លង់តិកខាងជើងដែនដីកោះនេះអាចមើលឃើញពន្លឺប៉ូលខាងជើងច្បាស់ជាងទីណាទាំងអស់នៅក្នុងតំបន់ Scandinavia ហើយមានព្រះអាទិត្យរះនៅពាក់កណ្ដាលយប់ទៀតផងពន្លឺប៉ូលខាងជើងនេះគឺពណ៌បៃតងពេញផ្ទៃមេឃដែលអាចមើលឃើញចាប់ពីខែកញ្ញាដល់ខែមិនិនាជារៀងរាល់ឆ្នាំកោះ Greenland គឺជាទឹកដីពាក់កណ្ដាលស្វ័យចាត់ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាកថ្មីត្បិតតែកោះនេះមានក្រឡាផ្ទៃសរុបជាង2លានគីឡូម៉ែត្រការ៉េក៏ប៉ុន្តែមានប្រជាជនសរុបប្រមាណតែជាង 56,000 នាក់តែប៉ុណ្ណោះរាជធានីរបស់ Greenland មានឈ្មោះថា Nuuk ដែលស្ថិតនៅតំបន់ខ្ពង់រាបភាគខាងត្បូងនៃកោះដែលមិនសូវគ្របដណ្ដប់ដោយទឹកកកទាំងស្រុងនោះទេមធ្យោបាយធ្វើដំណើរនៅលើកោះទាំងមូលគឺតាមទូកកប៉ាល់ឬតាមយន្តហោះមិនមែនតាមប្រព័ន្ធផ្លូវរថភ្លើងឬក៏រថយន្តក្រុងសាធារណៈនៅលើកោះនោះទេនៅក្នុងរាជធានី Nuuk គឺមានផ្លូវសម្រាប់រថយន្តក៏ប៉ុន្តែបើចង់ទៅកាន់ទីក្រុងផ្សេងគឺត្រូវជិះទូកក្ដោងជិះកាណូតឬក៏ជិះយន្តហោះតែម្ដងមធ្យោបាយធ្វើដំណើរនៅតំបន់ផ្សេងគឺម៉ូតូលើទឹកកកនិងរទេះឆ្កែការដឹកជញ្ជូនទំនិញនិងម្ហូបអាហារទៅកាន់កោះ Greenland គឺជាកិច្ចការដ៏ស្មុគស្មាញនិងមានតម្លៃថ្លៃដោយសារតែមានភាពដាច់ស្រយាលនិងមានអាកាសធាតុដ៏អាក្រក់ប្រជាជននៅលើកោះនេះពឹងផ្អែកលើរបរនេសាទដោយសារតែកោះនេះមិនអាចដាំដុះដំណាំបានច្រើនក្រៅពីបន្លែបន្តិចបន្តួចក្នុងផ្ទះកញ្ចក់នៅភាគខាងត្បូងគឺស្ទើរតែ 90% នៃម្ហូបអាហារគឺត្រូវនាំចូលក៏ប៉ុន្តែថ្មីត្បិតតែមានប្រជាជនតែប្រមាណជាង 50,000 នាក់តែកោះនេះមានប្រលានយន្តហោះសរុបរហូតដល់ទៅ14និងកន្លែងចុះចតឧទ្ធម្ភាគចក្រចំនួនជាង40ដែនកោះ Greenland ពោពេញដោយផ្ទាំងទឹកកកសក្បោះក៏ប៉ុន្តែគេបែរជាហៅថា Greenland ដែលមានន័យថាដែនដីបៃតងទៅវិញតើហេតុអ្វីបានជាគេហៅបែបនេះការពិតរឿងនេះមានជាប់ពាក់ព័ន្ធនឹងអ្នកចម្បាំងម្នាក់ដែលមានឈ្មោះថា Eric the Red ឈ្មោះថាដែនដីបៃតងនោះគឺកើតមានឡើងតាំងពីប្រមាណសតវត្សទី10ដោយ Eric the Red គឺជាអ្នកចម្បាំងនិងជាអ្នករុករករបស់ពួក Viking ដើមកំណើត Norwayគេហៅគាត់ថា Eric the Red ដោយសារតែគាត់មានសក់និងពុកមាត់ពណ៌ក្រហមឆ្អិនឆ្អៅហើយម្យ៉ាងទៀតមានអត្តចរិតឈាមរាវឆេវឆាវនិងកាចសាហាវផងដែរនៅក្នុងឆ្នាំ982 Eric the Red ត្រូវបានគេនិរទេសទៅកាន់ដែនកោះពោពេញដោយទឹកកកនិងគ្រោះថ្នាក់នេះដោយសារតែគាត់បានប្រព្រឹត្តឧក្រិដ្ឋកម្មនៅឯស្រុកពេលមកដល់ទីនេះ Eric the Red បានដាក់ឈ្មោះថា Greenland ជាដែនដីបៃតងនៅក្នុងគោលបំណងគឺដើម្បីទាក់ទាញចិត្តមនុស្សឲ្យជឿថាវាជាកន្លែងដែលមានជីជាតិល្អសម្រាប់ការដាំដុះនិងចិញ្ចឹមសត្វផ្សេងយុទ្ធសាស្ត្រនេះបានជោគជ័យដោយ3ឆ្នាំក្រោយមកមានមនុស្សប្រមាណជា25នាវាឆ្ពោះទៅកាន់កោះនេះដើម្បីបង្កើតទីតាំងលំនៅឋានថ្មី Eric the Red គឺជាឪពុករបស់ Liv Erikson ដែលជាអ្នករុករកជនជាតិអឺរ៉ុបដំបូងគេដែលត្រូវបានគេជឿថាបានទៅជន់ដែនដីអាមេរិកខាងជើងមុនការមកដល់របស់លោក Christopher Columbus រាប់រយឆ្នាំចំណែកកាលតមកបន្ទាប់ពីពួក Viking បានបាត់ខ្លួនពីកោះ Greenland អស់រយៈពេលរាប់រយឆ្នាំលោក Han Ekin ដែលជាគ្រូកងវិលសាសនាគ្រិស្តជាតិ Denmark Norway បានធ្វើដំណើរទៅកាន់កោះនេះនៅក្នុងឆ្នាំ1721គោលបំណងដំបូងគឺស្វែងរកកូនចៅពួក Viking ដែលនៅសេសសល់និងដើម្បីផ្សព្វផ្សាយសាសនាទោះបីជាគាត់រកមិនឃើញពួក Viking ក៏ដោយក៏គាត់បានបង្កើតទីតាំងលំនៅថ្មីដែលនាំឲ្យដាណឺម៉ាកចាប់ផ្ដើមមានឥទ្ធិពលនិងគ្រប់គ្រងលើកោះនេះឡើងវិញយ៉ាងរឹងមាំរហូតដល់ពេលបច្ចុប្បន្ន
ថ្មីត្បិតតែក្រុមវីគីងដើមកំណើតណូវេនិងដាណាម៉ាជាអ្នកនាំឲ្យកោះនេះមានរចនាសម្ព័ន្ធត្រឹមត្រូវក៏ពិតមែនក៏ប៉ុន្តែបុព្វការីរបស់អ្នកកោះនេះមិនមែនជាពួកវីគីងទាំងអស់នោះទេគឺជាជនជាតិដើមអ៊ីនុតដែលពួកគេហៅខ្លួនឯងថាកាឡាលីតហើយមានភាសាខ្លួនឯងផ្ទាល់ខ្លួនទៀតផងពួកនេះមានមុខមាត់រូបរាងខ្លះដូចជាជនជាតិអាស៊ីដែលមានបុព្វបុរសឆ្លងមកពីអាមេរិកខាងជើងកាណាដាមកកោះតាមស្ពានធម្មជាតិ Bering Land Bray កាលពី 13,000 ឆ្នាំមុននៅក្នុងឆ្នាំ 1953 កោះ Greenland ត្រូវបានបង្កើតឲ្យក្លាយជាផ្នែកមួយនៃព្រះរាជាណាចក្រដាណឺម៉ាកហើយប្រជាជន Greenland ក៏ទទួលបានសញ្ជាតិដាណឺម៉ាកផងដែរនៅក្នុងឆ្នាំ 1979 ប្រជាមតិស្ដីអំពីការគ្រប់គ្រងដែនដីបានផ្ដល់ឲ្យ Greenland នៅសិទ្ធិគ្រប់គ្រងគោលនយោបាយភាគច្រើននៅក្នុងទឹកដីខ្លួននិងបានឲ្យដាណឺម៉ាករក្សាការគ្រប់គ្រងនៅលើកិច្ចការបរទេសនិងកិច្ចការការពារជាតិដោយសារដែនកោះនេះនៅជិតទ្វីបអាមេរិកហើយនៅជិតមូលដ្ឋានកងទ័ពអាកាសនិងអវកាស P2Fix Space Base របស់អាមេរិកសហរដ្ឋអាមេរិកបានសុំទិញកោះនេះតាំងពីទសវត្សរ៍ 1860 នៅក្នុងអាណត្តិប្រធានាធិបតី Andrew Johnson ម្លេះក៏ប៉ុន្តែការព្យាយាមនោះមិនបានសម្រេចនោះទេកន្លងមកអាមេរិកបានពង្រីកទឹកដីរបស់ខ្លួនតាមរយៈការទិញពីប្រទេសដទៃឧទាហរណ៍ដូចជាទិញដែនដី Louisiana ពីបារាំងជាដើមនៅក្នុងឆ្នាំ 1867 បន្ទាប់ពីទិញរដ្ឋ Alaska ពីរុស្ស៊ីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក William H. Seward បានដឹកនាំការចរចាទិញកោះ Greenland ពីប្រទេសដាណឺម៉ាកក៏ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយនោះឡើយនៅក្នុងឆ្នាំ 1946 សហរដ្ឋអាមេរិកបានដាក់សំណើ$100 លានសហរដ្ឋអាមេរិកគឺស្មើនឹង$1.2 លាននាពេលបច្ចុប្បន្នសម្រាប់ទិញកោះ Greenland ដោយវិនិច្ឆ័យថាវាមានសារៈសំខាន់សម្រាប់សន្តិសុខជាតិក៏ប៉ុន្តែរដ្ឋាភិបាលដាណឺម៉ាកបានបដិសេធលោក Donald Trump ក៏បានព្យាយាមទិញកោះ Greenland ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់គាត់ផងដែរក៏ប៉ុន្តែទាំងរដ្ឋាភិបាលដាណឺម៉ាកនិងរដ្ឋាភិបាល Greenland បានច្រានចោលសំណើឆ្នាំ 2019 របស់លោក Donald Trump ដោយបាននិយាយថា Greenland មិនមែនសម្រាប់លក់នោះទេដូច្នេះសួរថាតើហេតុអ្វីបានជាអាមេរិកចង់បានកោះ Greenland ខ្លាំងម្ល៉េះតើកោះ Greenland មានសារៈសំខាន់កម្រិតណាសម្រាប់សហរដ្ឋអាមេរិកជាការពិតសហរដ្ឋអាមេរិកក្រោមអាណត្តិរបស់លោកប្រធានាធិបតី Donald Trump ធ្លាប់បានប្រកាសក្តែងម្ដងជាពីរដងអំពីមហិច្ឆតាពង្រីកទឹកដីតាំងពីក្រោយឡើងកាន់អំណាចប្រធានាធិបតីអាមេរិកម្ដងទៀតនៅក្នុងឆ្នាំ 2025 នៅក្នុងនោះលោកមិនបានលាក់បាំងអំពីចេតនាចង់បានកោះ Greenland ដែលកំពុងគ្រប់គ្រងដោយប្រទេសដាណឺម៉ាកនោះទេតាមការពិតរឿងរ៉ាវនេះបានស្ងប់ស្ងាត់មួយរយៈធំទៅហើយក៏ប៉ុន្តែបានកក្រើកឡើងវិញម្ដងទៀតនៅពេលដែលយោធាអាមេរិកធ្វើអន្តរាគមន៍ចាប់ខ្លួនប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាគឺលោក Nicolás Maduro នៅថ្ងៃទី 3 ខែមករាឆ្នាំ 2026 លោកត្រាំក៏បាននិយាយម្ដងហើយម្ដងទៀតថាលោកចង់គ្រប់គ្រងកោះ Greenland ហើយមិនបានច្រានចោលជម្រើសយោធាដើម្បីសម្រេចគោលដៅនេះនោះទេបើតាមប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកបានរក្សាផលប្រយោជន៍សន្តិសុខនៅកោះ Greenland តាំងពីយូរយារណាស់មកហើយបន្ទាប់ពីរបបណាស៊ីអាល្លឺម៉ង់បានកាន់កាប់ដែនដីគោករបស់ដាណឺម៉ាកក្នុងអំឡុងសម័យកាលសង្គ្រាមលោកលើកទី 2 សហរដ្ឋអាមេរិកបានលុកលុយ Greenland ដោយបង្កើតទីតាំងយោធានិងស្ថានីយវិទ្យុនៅទូទាំងដែនដីនេះបន្ទាប់ពីសង្គ្រាមកងកម្លាំងអាមេរិកនៅតែស្ថិតនៅលើកោះ Greenland ដដែលមូលដ្ឋានអវកាស P2Fix Space Base ដែលពីមុនត្រូវបានគេស្គាល់ថាជាមូលដ្ឋានអាកាសធូល Airbus ត្រូវបានដំណើរការដោយសហរដ្ឋអាមេរិកតាំងពីពេលនោះមកនៅក្នុងឆ្នាំ 1951 កិច្ចព្រមព្រៀងការពារជាតិជាមួយប្រទេសដាណឺម៉ាកបានផ្ដល់ឲ្យសហរដ្ឋអាមេរិកនៅតួនាទីយ៉ាងសំខាន់ក្នុងការការពារទឹកដីរួមទាំងសិទ្ធិក្នុងការកសាងនិងរក្សាមូលដ្ឋានទ័ពផងដែរបាននិយាយអំពីចម្ងាយកោះរវាង Greenland ទៅរុស្ស៊ីគឺជាផ្លូវចិត្តបំផុតសម្រាប់មីស៊ីលរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកលោក Mark Jacobson សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យការពារជាតិដាណឺម៉ាកធ្លាប់បាននិយាយថា
ប្រសិនបើរុស្ស៊ីត្រូវបាញ់មីស៊ីលទៅកាន់សហរដ្ឋអាមេរិកផ្លូវខ្លីបំផុតសម្រាប់អាវុធនុយក្លេអ៊ែរនិងឆ្លងកាត់ប៉ូលខាងជើងគឺ North Pole និង Greenland នោះហើយគឺជាមូលហេតុដែលមូលដ្ឋានអវកាស Pituffik មានសារៈសំខាន់យ៉ាងធំធេងក្នុងការការពារសហរដ្ឋអាមេរិកម្យ៉ាងទៀតចិននិងរុស្ស៊ីបានកសាងសមត្ថភាពយោធានៅតំបន់អាតិចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបញ្ជូនតាមកាសែតរបស់វិទ្យាស្ថានអាតិចកាសែតនេះបានអំពាវនាវសហរដ្ឋអាមេរិកអភិវឌ្ឍវត្តមានរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាតិចដើម្បីទប់ទល់នឹងគូប្រជែងរបស់ខ្លួនក៏ប៉ុន្តែតាមការពិតនៅពីក្រោយហេតុផលសន្តិសុខជាតិ Greenland គឺជាកោះសម្បូរទៅដោយប្រភេទរ៉ែកម្រដែលគ្រប់គ្នាកំពុងប្រមាញ់រកហើយក៏ជាជម្រករបស់រ៉ែព្រេងដែលគេមិនទាន់បានជីកចុកនៅឡើយម្ល៉េះហើយតើវាជាហេតុផលដែលអាមេរិកចង់បានកោះ Greenland ដែរឬទេយ៉ាងណាក៏ដោយបើអាមេរិកទទូចចង់បានកោះនេះក៏មិនមែនជារឿងងាយស្រួលនោះដែរបាននិយាយពីកម្លាំងយោធាដ៏ធំមហិមារបស់អាមេរិកមានលទ្ធភាពតិចតួចណាស់ដែលអាចបញ្ឈប់ការប៉ុនប៉ងរបស់ប្រទេសមហាអំណាចពិភពលោកដូចជាអាមេរិកក្នុងការដណ្ដើមយកកោះ Greenland ក៏ប៉ុន្តែបញ្ហាដ៏ធំនោះគឺជាផលវិបាកខាងនយោបាយនិងផ្លូវច្បាប់បើទោះបីជាកោះ Greenland មិនមែនជាសមាជិកឯករាជ្យរបស់ NATO ក៏ដោយក៏ប៉ុន្តែវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាកដែលដាណឺម៉ាកគឺជាសមាជិកភាពរបស់សម្ព័ន្ធភាពយោធាលោកខាងលិចដ៏ធំដែលហៅកាត់ថា NATO នេះឯងម្យ៉ាងទៀតអាមេរិកក៏ជាប្រទេសសមាជិកម្នាក់ផងដែរច្បាប់របស់ NATO បានចែងចំណុចមួយកំណត់យ៉ាងច្បាស់ថាប្រសិនបើសមាជិកណាម្នាក់រងការឈ្លានពានស្មើនឹងការឈ្លានពានមកលើសមាជិកទាំងអស់ហើយត្រូវជួយប្រទេសសមាជិកដែលរងការឈ្លានពាននោះដូច្នេះប្រសិនបើមានការប្រើប្រាស់កម្លាំងណាមួយនឹងធ្វើឲ្យសម្ព័ន្ធមិត្ត NATO ប្រឆាំងគ្នាទៅវិញទៅមកនេះគឺជាជម្រើសដ៏គ្រោះថ្នាក់បំផុតដែលអាមេរិកប្រហែលជាទុកមួយឡែកសិនដែរមួយវិញទៀត Greenland បានអនុវត្តការគ្រប់គ្រងខ្លួនឯងយ៉ាងរឹងមាំការផ្ទេរនឹងត្រូវតម្រូវឲ្យមានការយល់ព្រមពីកោះ Greenland ជាមុនក៏ដូចជាប្រជាជននៃប្រទេសដាណឺម៉ាកផងដែរបន្ថែមពីលើនេះមេដឹកនាំអឺរ៉ុបក៏ធ្លាប់បានប្រកាសផងដែរថាមានតែ Greenland និងដាណឺម៉ាកតែប៉ុណ្ណោះដែលអាចសម្រេចអំពីអនាគតនៃទឹកដីនេះបានដូច្នេះមិនថាតាមវិធីណាក៏ដោយក៏ការចង់បានកោះ Greenland ដែលគ្របដណ្ដប់ដោយទឹកកកមិនមែនជារឿងងាយស្រួលសម្រាប់សហរដ្ឋអាមេរិកនោះទេ